នាងខ្ញុំឈ្មោះម៉ៅប៉ាលីសប្តាហ៍ថ្ងៃរស់នៅភូមិពោពីសប្តាហ៍ថ្ងៃមានគ្រួសារនិងមានកូនប្រុសម្នាក់អាយុ9ឆ្នាំនិងជាប្រធានសហគ្រាសសង្គមទឹកស្អាតពោពីពីមុនសហគមន៍និងគ្រួសាររបស់នាងខ្ញុំគ្មានទឹកស្អាតប្រើប្រាស់ឥឡូវខ្ញុំចង់ឲ្យសហគមន៍និងគ្រួសាររបស់នាងខ្ញុំមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ដោយសារ COVID-19 ភូមិរបស់នាងខ្ញុំត្រូវបានបិទកូនរបស់នាងខ្ញុំមិនអាចទៅរៀនបានមុខរបររបស់នាងខ្ញុំត្រូវបានបិទនិងគ្រួសាររបស់នាងខ្ញុំមិនអាចរកប្រាក់ចំណូលបានថាមពលសូឡាអាចជួយខ្ញុំបានក្នុងការផលិតទឹកស្អាតទោះមានការដាច់ចរន្តអគ្គិសនីនិងជួយកាត់បន្ថយការចំណាយក្នុងសហគ្រាសថាមពលសូឡាអាចជួយបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ខ្ញុំ